សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះយើងនឹងរៀនអំពីលេខបូកលេខបូកគឺជាការបូកចំនួនបញ្ចូលគ្នាតោះយើងចាប់ផ្ដើមធ្វើលំហាត់ទាំងអស់គ្នា2បូក1ស្មើនឹងប៉ុន្មានបើយើងមាន strawberry ចំនួន2បូកបន្ថែមមួយទៀតតើយើងមាន strawberry សរុបចំនួនប៉ុន្មានតោះយើងមករក strawberry ទាំងអស់គ្នា1 2 3យើងមាន strawberry ចំនួន3យើងមកបូកលេខ3បូក2ស្មើនឹងប៉ុន្មានបើយើងមាន strawberry ចំនួន3បូកបន្ថែម2ទៀតអញ្ចឹងតើយើងមាន strawberry ចំនួនប៉ុន្មានតោះយើងមករាប់ strawberry ទាំងអស់គ្នា1 2 3 4 5យើងមាន strawberry ចំនួន5 4បូក2ស្មើនឹងប៉ុន្មានបើយើងមានម្នាស់ចំនួន4បូកបន្ថែម2ទៀតអញ្ចឹងតើយើងមានម្នាស់សរុបចំនួនប៉ុន្មានតោះយើងមករាប់ទាំងអស់គ្នា1 2 3 4 5 6យើងមានម្នាស់សរុបចំនួន6លំហាត់បន្ត5បូក4ស្មើនឹងប៉ុន្មានបើយើងមានទំពាំងបាយជូរចំនួន5បូកបន្ថែម4ទៀតអញ្ចឹងតើយើងមានទំពាំងបាយជូរសរុបចំនួនប៉ុន្មានតោះយើងរាប់ទាំងអស់គ្នា1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
យើងមានទំពាំងបាយជូរសរុបចំនួន 9 ចូលដល់លំហាត់ថ្មី 7 បូក 3 ស្មើនឹងប៉ុន្មាន បើយើងមានទំពាំងបាយជូរចំនួន 7 បូកបន្ថែម 3 ទៀត អញ្ចឹងតែយើងមានទំពាំងបាយជូរសរុបចំនួនប៉ុន្មាន អញ្ចឹងយើងមករកទំពាំងបាយជូរសរុបដែលយើងមានទាំងអស់គ្នា 1 2 3 4 5 6 7 8 9 10 អញ្ចឹងយើងមានទំពាំងបាយជូរសរុបចំនួន 10 លំហាត់បន្តមកទៀត 8 បូក 5 ស្មើនឹងប៉ុន្មាន បើយើងមានក្រូចចំនួន 8 បូកបន្ថែម 5 ទៀត អញ្ចឹងតែយើងមានក្រូចសរុបចំនួនប៉ុន្មាន អញ្ចឹងយើងមករកទាំងអស់គ្នា 1 2 3 4 5 6 7 8 9 10 11 12 13 អញ្ចឹងយើងមានក្រូចសរុបចំនួន 13 លំហាត់ចុងក្រោយ 6 បូក 8 ស្មើនឹងប៉ុន្មាន បើយើងមានក្រូចចំនួន 6 ផ្លែ បូកបន្ថែម 8 ផ្លែទៀត អញ្ចឹងតែយើងមានក្រូចសរុបចំនួនប៉ុន្មាន 1 2 3 4 5 6 7 8 9 10 11 12 13 14 យើងមានក្រូចសរុបចំនួន 14